កូនបងព្យាយាមញាស់កូនពៅឲ្យយំអូថ្ងៃនេះម៉ែអត់នៅញាស់ស្រីពៅឲ្យយំសិនពេលម៉ែនៅខ្មើតណាស់បានតិចទួញបានទេស្រែកមកឈ្នះដៃម៉ែមិននៅចឹងចាំមើលថាយំឬក៏មិនយំសមត្ថភាពធ្វើតែកូនបងចង់សាកជាមួយកូនពៅទៅរួចណាណែកពៅកូនរើសពីធុងសម្រាមអីយ៉ាឌីលរបស់ល្អទើបមានតម្លៃរបស់មានតម្លៃទើបគ្រប់គ្នាស្រឡាញ់អញ្ចឹងពុកម៉ែស្រឡាញ់កូនពៅជាងកូនបងមានន័យថាកូនពៅមានតម្លៃសរុបទៅអ្នកដែលរើសពីធុងសម្រាមគួរតែកូនបងខ្លាំងរបស់គេវៃសំដីឲ្យតែជ្រែកឌឺក៏ឌឺចាំមើលធំឡើងគ្មានអ្នកស្រឡាញ់ទេអូយបាច់ខ្វល់រឿងខ្ញុំទេខ្វល់តែរឿងខ្លួនឯងក្រាស់គេ3ឆ្នាំអត់សារភាពឥឡូវគេមានសង្សារបាត់ស្អីពៅចាំមើលណាបងជប់ទិញរបស់អីឲ្យញ៉ាំហើយអូយហូរលុយទិញរបស់ខ្លួនឯងឲ្យតែបានញ៉ាំទៅហងឯងសុំតែលុយម៉ែស្ដីឲ្យហងឯងមានលុយប្រមាណក្នុងខ្លួនហ្នឹងស្អីពៅទ្រាំបានលើអញទេពកូនញីទេពកូនញីទេពជប់ភ្លាមស្អីពៅអូយកមកទេពកូនញីទេពស្អីពៅឆ្លើយក៏ឆ្លើយឌឺក៏ឌឺអូយខ្ញុំឌឺមិនដល់បងឯងទេសង្សារសំបី2 3ដងហើយគេទៅមានសង្សារថ្មីហើយនៅតែឌឺតាមស្រឡាញ់គេទៀតគិតមើលណាឌឺជាងស្អីពៅអូយយកមកទេពកូនញីទេពស្អីពៅក្មេងជំនាញដឹងណាជំនាញជាងណាទេពុកម៉ែជេហងឯងមិនដឹងខ្លួនទៀតមកពីយើងជំនាញនឹងមិនពុកម៉ែជេមកខ្ញុំជាក្មេងជំនាញប៉ុន្តែពុកម៉ែជេខ្ញុំបាត់ហើយអញធំបានលើស្អីពៅក្មេងមិនចេះគោរពចាស់ទុំចាស់ទុំខ្ញុំគោរពតាប៉ុន្តែចាស់តែមុខដូចបងឯងខ្ញុំរហូតវាមិនចេញ